លោកគ្រូម៉ៃយ៉ាហ្នឹងខ្ញុំឃើញអ្នកដែលធ្វើការនៅក្នុង office ហើយនិងអ្នកដែលប្រកបអាជីវកម្មលក់ដូរគាត់ចេះតែល្អថាគាត់ឈឺកញ្ចឹងកចាក់មកដៃតើអាហ្នឹងបដាមកពីអីដែរលោកគ្រូអូខេអាហ្នឹងភាគច្រើនកាត់លើអ្នកដែលធ្វើការនៅ office អង្គុយយូរអង្គុយមកកន្លែងអញ្ចឹងមួយក៏អ្នកដែលអោនងើបច្រើនងើយច្រើនឈ្ងោកចុចទូរស័ព្ទច្រើនរោគសញ្ញាគាត់ឈឺនៅកនេះអ្នកខ្លះឈឺចាក់មកក្បាលដែរឈឺចាក់មកភ្នែកតែមួយចំនួនភាគច្រើនគឺឈឺមកដៃទីមួយខ្ញុំសួរទៅលើប្រវត្តិការងារគាត់ស្ទាបទៅលើរោគសញ្ញាខ្ញុំស្ទាបមើលកគាត់អញ្ចឹងបើសិនជាខ្ញុំសង្ស័យខ្ញុំអាចថតម៉ាស៊ីន X-ray មួយទៅមើលតើឆ្អឹងកគាត់ធំអត់ភាគច្រើនអ្នកដែលអង្គុយយូរអញ្ចឹងឆ្អឹងកគាត់ធំស្លូហ្មងបែរថាវាទាញសាច់ដុំវាទាញខ្លាំងអញ្ចឹងមូលហេតុរបស់វាគឺការលាករបស់សាច់ដុំកការព្យាបាលវាអាចមើលមូលហេតុបើសិនជាគាត់អង្គុយយូរយើងឲ្យគាត់អាសាងើបឬក៏ផ្លាស់ប្ដូរចលនាច្រើនកំណើមកកន្លែងអាចជាការម៉ាស្សាប្រើម៉ាស៊ីនមួយក៏ប្រើមនុស្សអាចប្រើថ្នាំជំនួយហើយបើសិនជាឈឺអត់បាត់ទេអានឹងអាចឈានដល់កម្រិតមួយទៀតគេអាចថត MRI ដើម្បីរកមើលការលៀនឌីសរបស់ឆ្អឹងកមួយទៀត